ចូលវគ្គយើងបើក account Amplify បើក account Amplify បងប្អូនដំបូងគឺវាមាន account មកស្រាប់បងប្អូនណាអញ្ចឹងបើយើងចង់បើក account demo ឬក៏យើងចង់បើក account Amplify account ទៅយើងចុចនេះបាទនេះចុចសញ្ញាបូកទៅលើចុចមួយទៅអូខេអញ្ចឹងបើយើងរើសតែយើងចង់ប្រើ account មានណាហ្នឹងហើយយើងអស់មកស្ដាំមកយើងអស់មកឆ្វេងមកឃើញ account មាន account standard account send account pro ហើយ account raw spread ហើយនៅ account 0តែនិយាយទូទៅសម្រាប់ដៃថ្មីគឺគេលេង account standard បងប្អូនណា account standard អញ្ចឹងយើងយក account standard មកអូខេយើង select ទៅ select ខាងក្រោមបងប្អូនណានៅខាងក្រោម continue មកអញ្ចឹងកន្លែងនេះគឺវាឲ្យយើងរើសតើយើងចង់បាន account demo ឬក៏ account send ឥឡូវយើងបើក demo សិនបងប្អូនយើងយក demo account real account demo ដល់តែថ្មីដែលគាត់អត់ទាន់មានលុយដើម្បី trade ទេគឺអាចលេង demo សិនបានអញ្ចឹងយើងយក demo មកបន្ទាប់មក leverage យើងរើសយកពីលើ1លើ100បានហើយសម្រាប់ដៃថ្មីបងប្អូនណា1លើ1 1លើ100អូខេតោះមក yes តោះមកកន្លែង nickname នេះយើងដាក់ឈ្មោះរបស់យើងមកណាឈ្មោះតាមតែមានបានមកណាតែខ្ញុំឧទាហរណ៍ឲ្យមើលទេយើងទៅអូខេបន្ទាប់មកយើង save ខេតោះមកយើងកន្លែងនេះ platform នេះគឺយើងតែលើ Amplify បងប្អូនណាគឺច្រើន Amplify Amplify គេមិនសូវលេងទេគឺយើងលេង Amplify មិនសូវលេងជាងមកយើងយក continue មកអូខេកន្លែងត្រង់នេះយើងទៅបង្កើតលេខដើម្បី login password login ចូល app Amplify អញ្ចឹង password login នេះគឺវាមានដល់ចាប់ពី8ខ្ទង់ឡើងហើយខ្ញុំឧទាហរណ៍ឲ្យមើលហើយការបើក account demo និង account real គឺដូចគ្នាទេបងប្អូនណាគាត់ថា account demo យើងលេងលុយសបនិមិត្តហើយ account real គឺយើងលេងលុយមែនតែនអញ្ចឹងចំពោះpassword នេះគឺតម្រូវឲ្យអក្សរធំមួយឧទាហរណ៍អក្សរធំមួយហើយនិងអក្សរតូចមួយបន្ទាប់មកចំនួនលេខណាចំនួនលេខអញ្ចឹងបងប្អូនដាក់ទៅចំនួនប្រមាណដែលយើងងាយចាំបន្ទាប់មកគឺសញ្ញាអូខេសញ្ញាយើងដាក់សញ្ញាអីក៏បានដែរខ្ញុំដាក់រូបដុល្លារអូខេអញ្ចឹងពេលដែលឃើញវាគ្រីសទាំង4នេះ Q ទាំង4នេះមានន័យថា password របស់យើងហ្នឹងគឺត្រឹមត្រូវហើយឬក៏គ្រប់លក្ខខណ្ឌហើយបងប្អូនណាអញ្ចឹងទី1គឺអក្សរធំទី2អក្សរតូចហើយទី3ចំនួននិងចំនួនលេខប្រមាណក៏បានដែរហើយទី4នេះគឺសញ្ញាអូខេបន្ទាប់ពីគ្រប់លក្ខណៈហើយយើងចុច create account បងប្អូនណាចុច create account អូខេបន្ទាប់មកគឺយើងទទួលបាន account demo មួយបងប្អូន account demo យើងនេះ deposit នឹងដាក់លុយចូលឥឡូវនៅ$00ឥឡូវយើងចូលដល់ជំហានបន្ទាប់គឺដើម្បីយើង login ចូលទៅ Amplify login ចូល Amplify បងប្អូនយកកន្លែង detail នេះមកអូខេបន្ទាប់មកយើងរកកន្លែង setting អូខេអញ្ចឹងបងប្អូននេះមើលកន្លែង login នេះកន្លែង login នេះលេខកូដ account របស់យើងលេខកូដ account យើង copy វាមកបន្ទាប់មកនេះ server យើងមើល Exness Amplify Trial 14បងប្អូនណាសំខាន់លេខអ្នកមើលត្រូវ server បានតែទៅយើង login ចូលបានអូខេឥឡូវយើងត្រឡប់ទៅចូលទៅក្នុង app Amplify របស់យើងអូខេអញ្ចឹងនៅ Amplify ដំបូងឡើយគឺវាចេញបែបនេះអូខេចេញបែបនេះយើងនេះបងប្អូនចុចផ្ទាំងសញ្ញាបូកនេះមកបន្ទាប់មកយើងទេវាស្អីអូខេបន្ទាប់មកយើងបងប្អូនចុចកន្លែងនេះ create 3ខាងលើខាងឆ្វេងនេះបន្ទាប់មកយើងយក manage account អូខេបន្ទាប់មកនេះបងប្អូនចុចសញ្ញាបូកហើយបងប្អូនចុចយករើសឈ្មោះ broker Exness បងប្អូនណា Exness អូខេ Exness អូខេបងប្អូនអញ្ចឹង Exness Technology បងប្អូនរើសយកមួយនេះបងប្អូនណា Exness Technology Ltd ណាអូខេខ្ញុំរើសយកមួយហ្នឹងតបមកនេះបងប្អូនឃើញទេនេះ Exness server យើងរើសទៅ server ដែលយើង account របស់យើងគេឲ្យ server ប្រហែលយើងចូល server ប៉ុណ្ណឹងអាមិញនេះគឺ server លេខ14ណា trial 14វាមាន real វាមាន trial បងប្អូនណាយើងយក trial 14 server ដែលយើងមិញចឹងបើដល់ទៀតគេលខុសអូខេហ្នឹងហើយដល់ត្រូវហើយ trial 14បន្ទាប់មកយើងផាសកូដ login យើងចូលទៅហ្នឹងហើយកូដ login យើងចូលយើងផាសចូលមកបន្ទាប់មកលេខកូដដែលយើងបង្កើតអាមិញនេះបងប្អូនណាអូខេកូដអាមិញនេះ1 2 3 4 5
មកយើង log in ចូលអញ្ចឹងបានសម្រេចបងប្អូនណាបញ្ជាក់បងប្អូនចំពោះ account demo នេះគឺវាមានអក្សរ demo កន្លែងនេះបើសិនជា account ទេវាអត់មានអក្សរ demo នៅហ្នឹងបងប្អូនណាបន្ទាប់មកយើងចូលមើលតើ account របស់យើងនេះលុយនៅ00ដដែលទេហើយយើង trap មាសយើងរើសយកមាសមកតែនេះបងប្អូនលុបចោលអស់ហ្នឹងហើយលុបចោលអស់មកបន្ទាប់មកយើង add មាសចូលមកបងប្អូន add មាសចូល XRO XRO USDM ណា USDM យើងព្រីបោកមកយើងបែកទៅក្រោយវិញយើងឃើញហើយឃើញហើយអញ្ចឹងបន្ទាប់មកគឺយើងចូលទៅកន្លែងឆាតដដែលកន្លែងឆាតដែរយើងរើសឆេងឡើងនេះបងប្អូនណាយើងឆេងយក XRO USD អូខេអញ្ចឹងយើងនឹងឃើញកន្លែងមាសដោយសារថ្ងៃនេះផ្សារវាអត់ដើរថ្ងៃសៅរ៍អញ្ចឹងផ្សារវាបិទសៅរ៍ទឹកផ្សារបិទបងប្អូនណាហើយកន្លែងនេះយើងចុចកន្លែងទិញលក់បងប្អូនអញ្ចឹងយើងវាអត់មានកន្លែងទិញលក់ដោយសារយើងអត់ទាន់បញ្ចូលលុយបងប្អូនណា account ថ្មីអត់ទាន់មានបញ្ចូលលុយគឺវាអត់ទាន់លោតសញ្ញា buy sell ខាងលើនេះទេអញ្ចឹងយើង back ចូលទៅក្នុង Epic នេះយើងមិញវិញហ្នឹងអូខេយើង back ចូលក្នុង Epic នេះវិញហើយយើង deposit បងប្អូនណាអូខេយើង deposit មកយើង deposit យើង deposit $1000 មកហើយយើង continue អូខេបន្ទាប់មកចូលហ្នឹងបងប្អូនណាអញ្ចឹងវាដាក់ load មកអូខេយើងចូលទៅវិញអូខេឥឡូវយើងចូលទៅមើលនៅក្នុង Amplify របស់យើងតើលុយចូលនៅអូខេអញ្ចឹងលុយចូលហើយបងប្អូនណានេះលុយចូលហើយ$1000នៅ account demo អូខេហើយកាលនេះគឺយើងចុចទៅវានឹង load ឃើញហើយណាឃើញយើងបាយយើងចង់បាយចង់ sell អាហ្នឹងបងប្អូនណាអូខេនេះគឺជាវីដេអូបន្ទាប់សម្រាប់បើក account អញ្ចឹងខ្ញុំនឹងបង្កើតវីដេអូបន្តទៀតសម្រាប់របៀបយើងទិញលក់មិនអីមិនអញ្ចឹងណាបងប្អូនណាអូខេអញ្ចឹងការបង្កើត account គឺមានតែប៉ុណ្្នឹងអញ្ចឹង account របស់យើងមានហើយនេះគឺជា account demo មានអក្សរ demo អញ្ចឹង account deal ចង់យក account deal យើងចុចឡើងមកវានឹងឃើញ account deal នេះបងប្អូនaccount real អូខេយើងចុចលើវាទៅដល់ទៅ account real ហើយ account real យើង deposit បងប្អូនវីដេអូ deposit ខ្ញុំនឹងមានបោះនៅក្នុងវីដេអូនៅក្នុង channel ហ្នឹងហើយបងឯងមើលបានវាដាក់លុយចូលអញ្ចឹងណាអូខេអញ្ចឹងមានតែប៉ុណ្ណឹងវិចចូលរួម complete like ហើយនឹង follow និង subscribe ផង channel របស់ខ្ញុំបាទសូមអរគុណ